ដើម្បី set window នៅលើម៉ាស៊ីន Dell យើងត្រូវចុច F12 ណាអូខេអញ្ចឹងយើងត្រូវដោត plus សិនមកអូខេអញ្ចឹងយើងចុច power មកណាចុច power បើកមកបន្តមកទៀតយើងធ្វើការចុច press F12 មកនេះយើងចុច F12 មកវានឹង load hard drive យើងហើយអញ្ចឹងនៅក្នុងហ្នឹងយើងយក USB របស់យើងនេះ USB adapter របស់យើងនេះនេះ USB adapter តទៅទៀតយើង select វាមកនេះយើង select USB នឹងមកនេះហើយយើងធ្វើការ press enter លើ keyboard មកអូខេអញ្ចឹងខ្ញុំ press enter លើ keyboard អញ្ចឹងវានឹងឃើញបញ្ហា error បែបនេះអញ្ចឹង error នេះគឺដោយសារវាជាប់ secure boot អញ្ចឹងយើងចុច S2 យើងធ្វើការចុច S2 មកដើម្បីបិទ secure boot ណានេះអញ្ចឹងខ្ញុំចុចបើកមកណាខ្ញុំចុចបើកម្ដងទៀតយើងចុច S2 មកយើងចុចបើកមកយើងចុច S2 មកនេះយើងចុច S2 មកអញ្ចឹងវានឹង access ចូលBIOS ហើយណាអញ្ចឹងយើងទៅបិទឡើង secure boot នេះគឺ secure boot នេះអញ្ចឹងយើងធ្វើការបិទ secure boot នឹងមកនេះយើងចុចលើ secure boot នឹងមកយើងចុចតម្លាក់វាមកតមកទៀតកន្លែង secure boot enable នេះអញ្ចឹងកន្លែងហ្នឹងយើងធ្វើការដោះ tick secure boot ហ្នឹងណាយើងធ្វើការដោះ tick វាមកតមកទៀតយើងធ្វើការចុច yes មកអូខេហើយយើងចុច apply ណាយើងចុច apply មកហើយយើងចុច OK មកណាអូខេប៉ុណ្ណឹងមកយើងធ្វើការចុច exit មកអូខេអញ្ចឹងខ្ញុំធ្វើការបើកម្ដងទៀតអាហ្នឹងដោយសារខ្ញុំប្រើអា Ventoy boot ណាអញ្ចឹងខ្ញុំបើកមកចុច F12 ម្ដងទៀតដើម្បី boot Windows នៅពេលដែលយើងប្រើ Ventoy គឺវា error អញ្ចឹងវាត្រូវបិទ secure boot ណាអូខេអញ្ចឹងខ្ញុំ F12 មួយទៀតមកអូខេអញ្ចឹងខ្ញុំធ្វើការ boot ម្ដងទៀតនេះឃើញទេអូខេអញ្ចឹងមើលវាចូលដល់ Windows ណាស្អាតហ្នឹងអូខេវា access ចូលទៅដល់ Ventoy យើងហើយនៅពេលដែលយើងប្រើ Ventoy យើងត្រូវបិទ secure boot ដើម្បី boot Windows បានដោយសារយើងប្រើ Multi ដូចនៅក្នុងហ្នឹងខ្ញុំប្រើ Windows 10ហើយមាន Office ណាខ្ញុំ download ពី Get into PC មកអូខេអញ្ចឹងយើងធ្វើការតម្លើងមកយើង enter ទៀតមកដើម្បី boot ចេញមកឃើញទេអញ្ចឹងយើងអាច boot Windows បានហើយអញ្ចឹងងាយទេតើការ set up Windows ហើយខ្ញុំបានធ្វើវីដេអូច្រើនចែកជូនបងប្អូនអរគ្នាអំពីការ set up Windows អីចឹងទៅខ្ញុំគិតថាបងប្អូនអាចធ្វើខ្លួនឯងបានបញ្ហាមួយចំនួនគឺខ្ញុំបានធ្វើបង្ហាញដាក់នៅក្នុង YouTube ចឹងណាឬក៏ Facebook បងប្អូនអាចមើលទៅអានេះជាការងារជាក់ស្ដែងដែលខ្ញុំធ្វើទៅជួបខ្ញុំតែងតែបង្ហាញព្រោះដើម្បីចែកឲ្យបងប្អូនអរគ្នាដឹងដែរចឹងពេលខ្លះយើងអត់បាន search internet មើលចំវីដេអូខ្ញុំអីចឹងទៅអាចដោះស្រាយបានអានេះម៉ាស៊ីន Dell ជាមួយ Acer ក៏ជួបចឹងដែរអញ្ចឹងវីដេអូក្រោយខ្ញុំធ្វើលើ Acer ម្ដងបើសិនជួបចឹងយើងបិទ secure boot មិនលើ Acer វាអត់អីខុសគ្នាទេ